ចំណេះដឹងបន្តិចបន្តួច5យ៉ាងបង្ហាញថាការមើលភាពយន្តមានប្រយោជន៍ដល់ការអភិវឌ្ឍខ្លួនតទៅនេះ Review Movie សូមលើកចំណុចសំខាន់ៗដែលអាចចាត់ទុកថាវាមានប្រយោជន៍គ្រាន់បើដែរយើងនឹងសម្រាយវាមួយៗឲ្យអ្នកងាយយល់និងងាយស្ដាប់ដោយចាត់ទុកថាវាជាការកម្សាន្តនិងចំណេះដឹងផងដែរដោយ5ចំណុចខាងក្រោមនេះមានដូចជា 1. តើភាពយន្តជាភាសាបរទេសអាចជួយយើងបានអ្វីខ្លះ 2. តើយើងអាចរៀនអំពីវប្បធម៌ក្នុងខ្សែភាពយន្តបានឬទេ 3. តើការមើលភាពយន្តពិតជាបានផ្ដល់ភាពរីករាយនិងកាត់បន្ថយភាពតានតឹងពិតប្រាកដមែនទេ 4. តើការមើលភាពយន្តពិតជាបានលើកទឹកចិត្តដល់យើងមែនឬ 5. តើច្បាស់ទេគ្រាន់តែមើលភាពយន្តសោះក៏ទទួលបានចំណេះដឹងនិងការយល់ដឹងដែរនោះតើ5សំណួរខាងលើនេះអ្នកទាំងអស់គ្នាគិតថាគួរតែមានចម្លើយមួយដែលសមស្របនិងត្រឹមត្រូវទេច្បាស់ណាស់អ្នកទាំងអស់គ្នាពិតជាដឹងចម្លើយហើយតែ Review Movie ក៏មានចម្លើយដែរមកចូលមកស្ដាប់ចម្លើយទាំង5ទាំងអស់គ្នាណា1ភាពយន្តជាភាសាបរទេសអាចជួយយើងរៀនភាសាថ្មីការមើលភាពយន្តដែលមានប្រវត្តិភាសាផ្សេងគ្នានឹងផ្ដល់ឲ្យអ្នកបន្តិចម្ដងនៅពាក្យសូរស័ព្ទមួយចំនួនដែលលេចឡើងជាញឹកញាប់នៅក្នុងការសន្ទនារបស់ភាពយន្តទាំងនោះអាចមកពីប្រទេសកូរ៉េជប៉ុនចិនឬច្រើនជាងនេះទៅទៀតទោះបីជាយើងនៅតែមើលភាពយន្តទាំងនោះជាមួយនឹងចំណងជើងរងដូចជាSubtitle ក៏ដោយនេះគឺជាគុណសម្បត្តិមួយនៃការមើលភាពយន្តជាភាសាផ្សេងពីភាសាកំណើតរបស់យើងឧទាហរណ៍យើងមើលភាពយន្តពីប្រទេសលោកខាងលិចភាពស្ទាត់ជំនាញក្នុងភាសាអង់គ្លេសគឺមានសារៈសំខាន់សម្រាប់មនុស្សមួយចំនួនជាពិសេសអ្នកដែលមិនបានធំធាត់នៅក្នុងប្រទេសដែលភាសាអង់គ្លេសជាភាសាកំណើតរបស់ខ្លួន 2. រៀនអំពីវប្បធម៌ថ្មីនៅពេលដែលយើងមើលភាពយន្តប្រវត្តិសាស្ត្រពីប្រទេសផ្សេងយើងអាចរៀនបានច្រើនពីភាពយន្តប្រវត្តិសាស្ត្រដ៏ល្អមួយដោយការយល់ដឹងអំពីបញ្ហានិងព្រឹត្តិការណ៍សំខាន់មិនត្រឹមតែប៉ុណ្ណោះទេភាពយន្តប្រវត្តិសាស្ត្រក៏មានតម្លៃក្នុងថ្នាក់រៀនផងដែរព្រោះគ្រូអាចបង្ហាញវាដល់សិស្សដើម្បីឲ្យសិស្សអាចទទួលបានឬយល់កាន់តែច្បាស់អំពីវគ្គសិក្សាប្រវត្តិសាស្ត្រ 3. ផ្ដល់ភាពរីករាយនិងកាត់បន្ថយភាពតានតឹងមនុស្សជាច្រើនរកឃើញការមើលភាពយន្តទាំងការកម្សាន្តអារម្មណ៍ក៏ដូចជាវិធីនៃការកាត់បន្ថយភាពតានតឹងទន្ទឹមគ្នានេះការមើលភាពយន្តអាចធ្វើឲ្យយើងភ្លេចបញ្ហារបស់យើងគឺជាជម្រើសមួយសម្រាប់កាត់បន្ថយការថប់អារម្មណ៍ក្នុងនោះការមើលភាពយន្តអាចមានឥទ្ធិពលវិជ្ជមានលើអារម្មណ៍ព្រោះភាពយន្តអាចធ្វើឲ្យយើងស្ងប់ចិត្តនិងសម្រាលទុក្ខយើងហើយសូម្បីតែការមើលភាពយន្តអាចប្រែក្លាយគំនិតអវិជ្ជមានទាំងអស់ឲ្យទៅជាល្អជាងមុនទៀតផង 4. ទទួលបានការលើកទឹកចិត្តតែអ្នកធ្លាប់អានសម្រងសម្ដីពីភាពយន្តម្ដងហើយម្ដងទៀតទេពិតណាស់គឺវាបង្ហាញថាភាពយន្តបានលើកទឹកចិត្តអ្នកឲ្យមានអារម្មណ៍វិជ្ជមានហើយយើងអាចរៀនបានច្រើនដោយការមើលភាពយន្តក្នុងនោះភាពយន្តអាចជំរុញយើងឲ្យធ្វើការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងជីវិតតាមរយៈតួអង្គសំខាន់នៅក្នុងភាពយន្តម្យ៉ាងវិញទៀតភាពយន្តក៏អាចបង្កើនការលើកទឹកចិត្តខ្លួនឯងឲ្យរឹងមាំនិងអាចបត់បែនបានក្នុងការដោះស្រាយបញ្ហាផងដែរទោះបីជាវាគ្រាន់តែជាខ្សែភាពយន្តក៏ដោយយើងអាចទទួលបានឥទ្ធិផលផ្លូវចិត្តនេះនៅក្នុងជីវិតរបស់យើង 5. ទទួលបានចំណេះដឹងនិងការយល់ដឹងកាន់តែច្រើនលើសពីការកម្សាន្តភាពយន្តទំនងជាអាចផ្ដល់នូវការយល់ដឹងដល់មនុស្សជាមួយនឹងប្រភេទផ្សេងគ្នាជាមួយនឹងការយល់ដឹងថ្មីជាច្រើនការមើលភាពយន្តពីប្រទេសផ្សេងប្រាប់យើងច្រើនអំពីវប្បធម៌និងតម្លៃមនុស្សជាតិរបស់ប្រទេសនីមួយទន្ទឹមនឹងនេះការមើលភាពយន្តក៏អាចផ្ដល់នូវទស្សនវិជ្ជាផ្សេងគ្នាដល់អ្នកមើលម្នាក់តាំងពីដើមរឿងមកសាច់រឿងឬតួអង្គនីមួយនឹងផ្ដល់ឲ្យយើងនូវទស្សនវិស័យខុសពីអ្នកដទៃវាផ្ដល់ឲ្យយើងនូវការយល់ដឹងអំពីអ្វីដែលយើងមិនដឹងពីមុនសរុបមកមានអត្ថប្រយោជន៍ជាច្រើនដែលយើងអាចទទួលបានពីការមើលភាពយន្តយើងត្រូវបំវាយចំណង់ចំណូលចិត្តដ៏សែនសាមញ្ញរបស់យើងទៅជាអ្វីមួយដែលមានផលិតភាពដើម្បីកុំឲ្យការខិតខំប្រឹងប្រែងរបស់យើងគ្មានប្រយោជន៍
DJ and